ជាលីនៅក្នុងថ្ងៃខួបកំណើតសូយ៉ានមានពាក្យពេចន៍អ្វីខ្លះដើម្បីជូនពរទៅកាន់សូយ៉ានក្នុងថ្ងៃពិសេសនេះ អូយនិយាយទៅថ្ងៃនេះព្រមភើបជាម្ចាស់ខួបទៀតចាព្រោះថ្ងៃតិចទៅចុំចាហើយនិយាយថាមកនោះគឺភ្លៀងហ្មងនិយាយទៅប្រោះព្រំឲ្យបងសូយ៉ានហ្មងចាឲ្យមានសេចក្តីសុខសេចក្តីចម្រើនជាពិសេសសម្រស់កាន់តែស្អាតលុយចូលកាន់តែច្រើនជួបគូក្រងដល់សង្ហាឲ្យមានលុយទៀតណែ ចាចុងក្រោយនឹងឆ្ងាញ់តែម្ដងចាឥឡូវយើងក្រៅកម្មវិធីរបស់យើងបន្តិចចង់ដឹងថាការពិតនៃភាពសប្បាយរីករាយរបស់ឈឺលីតើជាអ្វីភាពការពិតនៃពិតប្រកបណាយល់សំណួរទេតើអ្វីដែលធ្វើឲ្យឈឺលីសប្បាយចិត្តពិតប្រកបនៅក្នុងជីវិត បើចិត្តពិតប្រកប ពិតប្រកប ទោះបីជាអ្វីក៏ដែរសម្រាប់នឹងខ្ញុំសប្បាយចិត្តពិតប្រកបគឺនៅជាមួយប៉ាម៉ាក់ កាន់ដៃគ្នាចឹងហ្មង កាន់ដៃយើងទៅយូរអត់ជួបគ្នាម្ដងកាន់ដៃបោះអត់បានមែន single អញ្ចឹងកាន់ដៃគ្នាទៅ single អស់គ្នាចឹងនិយាយថាចេះអ្វីដែលសប្បាយចិត្តខ្ញុំនៅមួយប៉ាម៉ាក់ខ្ញុំជាពិសេសថ្ងៃ birthday ខ្ញុំហ្មងពេលដែលបាននៅក្បែរគាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំកក់ក្ដៅហ៎បងយ៉ាហើយមានអារម្មណ៍មួយថាអាចថាវាកក់ក្ដៅហើយរំភើបហើយម្យ៉ាងយកអត់ដែរសូវនៅចិត្តគ្រួសារទេអញ្ចឹងវាជាពេលវេលាមួយដែលខ្ញុំចង់នៅមួយគ្រួសារបំផុតជាពិសេសថ្ងៃ birthday ខ្ញុំហ្មង ចាដៃនឹងអត់លេងទេណា ចា ដៃនឹងអត់លេង អត់លេងទេ ហ្នឹងហើយអរគុណច្រើនជាលីតោះយើងចូលតុញ៉ាំអីចា